សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយអំពីជំងឺ herpes ឬខ្មែរយើងហៅថាជំងឺពងបែកឬជំងឺពងទឹកតើអ្វីទៅគឺជាជំងឺ herpes ជំងឺ herpes គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងពីវីរុសមួយប្រភេទដែលមានឈ្មោះថា herpes simplex virus ហើយសម្រាប់វីរុសនេះដែរគឺបែងចែកជាពីរប្រភេទដែលមាន HSV 1 និង HSV 2 HSV 1គឺភាគច្រើនបង្ករោគនៅលើបបូរមាត់ក្នុងមាត់និងបំពង់កជាដើមដែលវាបង្ករោគពីចង្កេះឡើងទៅខាងលើចំណែកឯ HSV 2 វិញគឺភាគច្រើនបង្ករោគនៅតំបន់ប្រដាប់ភេទដែលមានដូចជាលឹងទ្វារមាសរុនគូតជាដើមដែលវាបង្ករោគពីចង្កេះចុះទៅខាងក្រោមជំងឺ herpes នេះគឺជាជំងឺដែលកើតឡើងញឹកញាប់ដោយផ្អែកទៅលើអង្គការ WHO មានការប្រមាណមនុស្សចំនួន 3.7 ពាន់លាននាក់ដែលមានអាយុក្រោម50ឆ្នាំដែលស្មើនឹង 67% នៃប្រជាជនសរុបបានឆ្លងជាមួយនឹងវីរុស HSV1 ដែលភាគច្រើនបង្ករោគនៅតំបន់មាត់ចំណែកឯមនុស្សប្រមាណ520លាននាក់ដែលមានអាយុចន្លោះចាប់ពី15ទៅ49ឆ្នាំស្មើនឹង 13% នៃប្រជាជនសរុបបានឆ្លងជំងឺវីរុស HSV2 ដែលភាគច្រើនបង្ករោគនៅតំបន់ប្រដាប់ភេទតើជំងឺ herpes បានស្ដែងជារោគសញ្ញាអ្វីខ្លះខ្ញុំសូមបែងចែករោគសញ្ញាជាពីរប្រភេទដែលមាន HSV1 និង HSV2 ដែល HSV1 ហ្នឹងវាអាចស្ដែងចេញនៅដំបៅពងបែកដែលមានការឈឺចាប់ភាគច្រើនវាមានលើបំពង់មាត់វាហើមរលាកអញ្ចាញថ្មិញយើងជាដើមឬក៏អាចនឹងធ្វើឲ្យយើងលាកបំពង់កក្តៅខ្លួននិងហើមកូនកណ្ដុរជាដើមចំណែក HSV2 វិញដែលវាបង្ករោគនៅលើតំបន់ប្រដាប់ភេទហើយវាស្ដែងចេញនៅពងបែកឬពងតុកហ្នឹងវាមានលក្ខណៈឈឺដែលមានលើលឹងទ្វារមាសឬរុនគូតជាដើមដែលធ្វើឲ្យយើងអ្នកជំងឺគាត់ចេញនៅរោគសញ្ញារួមផ្សំបន្ថែមទៀតដូចជាការនោមមកឈឺឬក៏ពិបាកក្នុងការនោមក្តៅខ្លួននិងហើមកូនកណ្ដុរតើវីរុស herpes នេះដែរត្រូវបានឆ្លងនៅរបៀបណាសម្រាប់ HSV1 គឺជាការបង្ករោគចាប់ពីចង្កេះឡើងផ្នែកខាងលើដែលភាគច្រើនវាមានដំបៅឬក៏ពងបែកហ្នឹងនៅបបូរមាត់ជុំវិញមាត់ឬក៏បំពង់កភ្នែកជាដើមហើយការឆ្លងនេះដែរគឺជាការឆ្លងតាមរយៈការបឺតមាត់ទឹកមាត់ការរួមភេទតាមមាត់ការប៉ះពាល់ដំបៅពងបែកផ្ទាល់ជាមួយនឹងអ្នកដែលផ្ទុកវីរុសHSV 1ចំណែកឯ HSV2 វិញដែរគឺជាការឆ្លងឡើងពីចង្កេះទៅខាងក្រោមទៅផ្នែកខាងក្រោមដែលមានដូចជាលឹងទ្វារមាសរុនគូតហើយការឆ្លងមេរោគនេះដែរគឺឆ្លងរយៈតាមការរួមភេទដែលបានប្រើប្រាស់ជាមួយនឹងស្រោមអនាម័យឬក៏ការរួមភេទជាមួយនឹងអ្នកបានផ្ទុកនៅវីរុស HSV2 ដែលជាវីរុសពងបែកនេះសម្រាប់វិធីបង្ការឬក៏វិធីការពារនៃវីរុស HSV នេះដែរគឺការជៀសវាងកុំប៉ះពាល់ផ្ទាល់ជាមួយនឹងដំបៅដែលកំពុងតែមានពងបែកឬពងទឹកការប្រើប្រាស់ស្រោមអនាម័យនៅពេលដែលយើងរួមភេទហើយសម្រាប់អ្នកបានស្ដែងចេញរោគសញ្ញាពងបែកពងទឹកគឺយើងមានឱសថដើម្បីប្រើប្រាស់បង្ក្រាបជាមួយនឹងវីរុស HSV នេះដែរបើសិនជាយើងបានចេញនៅពងបែកពងទឹកព្យាយាមកុំប៉ះផ្ទាល់ជាមួយនឹងដៃដែលកខ្វក់ឬក៏ពេលដែលយើងប៉ះដៃជាមួយនឹងដៃយើងហើយយើងអាចទៅលាងដៃឲ្យបានស្អាតចំពោះការព្យាបាលវីរុស herpes នេះដែរយើងមានឱសថសម្រាប់ប្រឆាំងពពួកវីរុស HSV ដែលជាទូទៅគេប្រើ acyclovir ដែលវាមានជាថ្នាំគ្រាប់និង cream ហើយឱសថនេះដែរអាចបង្ក្រាបឬទប់មេរោគគឺទប់វីរុសនឹងឲ្យនៅទាបឬក៏បាត់នៅរោគសញ្ញាប៉ុន្តែវាមិនអាចសម្លាប់នៅវីរុសនេះទាំងស្រុងបានទេកាលណាដែលយើងបាត់នៅរោគសញ្ញាហ្នឹងវីរុសហ្នឹងគឺវារត់ទៅសង្ងំនៅក្នុងខ្លួនយើងហើយនៅពេលដែលរាងកាយយើងឬក៏ប្រព័ន្ធភាពស៊ាំយើងធ្លាក់ចុះវីរុសនេះវានឹងកើតសារដើមមកវិញ